ចានេះបាទនៅលើដំបូលផ្ទះបាទនេះបានពូជពីស្វាមីនាងខ្ញុំគាត់ឲ្យនាងខ្ញុំមកដាក់បាសងាយដាំចឹងនិយាយថាដើមវាករិតកណាត់តែយកទៅកប់នឹងដីអីអញ្ចឹងក៏វាដុះដែរវាអត់បាក់ដាំនេះមានផ្លែច្រើនផ្លែគឺច្រើនហើយនៅជាមួយគ្នានេះនាងខ្ញុំបានដាំផ្កាអមតៈផ្កាមេអំបៅផ្កានេះបងប្អូនយើងយកទៅដាក់ពណ៌នំបង្អែមអីល្អហើយអានឹងយកអាចយកលាបចាមធ្វើអីរោមចាមយើងខ្មៅធម្មជាតិស្អាតហ្មងនេះខ្ញុំឧស្សាហ៍លាបវាដែរផ្កាច្រើនហើយងាយដាំផ្កានេះអត់ពិបាកដាំទេបានដោះហើយហ្នឹងកូនគ្រាប់អីធ្លាក់មកដោះវិញហ្នឹងអូននេះការនេះពណ៌ក្រហមដើមមានមេឃប៉ុណ្នេះហើយផ្លែលើកដំបូងរបស់គេដាំតែពោតលាក់គេក៏ទៅកពើក៏ល្អដែរអស់ខ្លាំងពោតលាក់គេដីផ្កានេះទុកធ្វើពូជផ្កាពណ៌ស្វាយពណ៌ហមឆ្ងាញ់ណាបងប្អូនឡងកកូរឡងជូរអីធ្វើលក់អីឆ្ងាញ់ឈ្ងុយនេះក៏អ្នកអាចចូលចិត្តថាកពុលប៉ុន្តែនាងខ្ញុំចូលចិត្តបានពូជហ្នឹងណាដើមบัวខ្នឹងមានផ្លែមានផ្កា